មកមហូបឆាគ្រឿងកែបបើយើងមកមុខនេះណាញ៉ាំជាមួយនឹងបាយក្តៅៗក៏ឆ្ងាញ់ហើយដាក់ជាមួយនឹងអាជាក់នោះក៏ត្រូវដែរអញ្ចឹងពីថាណែតំណងខ្លាំងណាស់សាច់គេម្ដុំណាមកកង់នៃភ្លើងកែបបើយើងនេះកាប់ជាកង់ធំឬតូចតាមចំណូលចិត្តមកហើយឆាឲ្យត្រូវគ្រឿងរបស់គេនេះទៅមកដឹងតែពិសេសមែនតែម្ដងសម្រាប់ថ្ងៃអាទិត្យចុងសប្ដាហ៍អញ្ចេះអូយបើសិនជាមិនបានដើរលេងឆ្ងាយណាទេណាសារ៉េមករកកង្កែបឲ្យបាន1គីឡូ2គីឡូណាបើសិនជាមិនបានកង្កែបស្រែទេយើងទៅរកទិញកង្កែបផ្សារមកព្រោះថាកង្កែបផ្សារវាសម្បូរចង់បានប្រហែលគីឡូក៏ទៅបានដែរអញ្ចឹងថ្ងៃអាទិត្យជុំគ្នាដាក់ជាក់មកជាមួយនឹងឆាគ្រឿងរបស់យើងនេះណាដឹងថាត្រូវចិត្តត្រូវថ្លើមខ្លាំងមែនតែម្ដងហើយសម្រាប់គ្រឿងផ្សំគេក៏ដូចជាវិធីនៃការឆាហ្នឹងមិនជាពិបាកដែរហ្មងណាអញ្ចឹងបន្ទាប់ពីយើងទិញកង្កែបបានហើយ1គីឡូឬ2គីឡូទៅតាមសមាជិកគ្រួសារអញ្ចឹងមកបាទយើងសារ៉េបាទរៀបចំវាឲ្យស្អាតអញ្ចឹងមកជាមួយកង្កែបរបស់យើងនេះទៀតសោតបើសិនជាបងប្អូនយើងមិនសារ៉េអាចឆ្អឹងខ្នោវាចេញទេណាគឺឆ្អាបណាស់ឆ្អឹងខ្នោហ្នឹងណាអញ្ចឹងយើងត្រូវឆ្កៀលវាយកអាឆ្អឹងខ្នោហ្នឹងចេញមកហើយឆ្កៀលយកតែឆ្អឹងបានណាកុំយកសាច់អញ្ចឹងក្រោយពីបងប្អូនយើងសារ៉េឆ្អឹងខ្នោកង្កែបរបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមកាប់វាជាកង់តូចធំទៅតាមចំណូលចិត្តរបស់យើងមកបាទកង្កែបរបស់ខ្ញុំនេះគឺខ្ទង់1គីឡូហើយយើងមានគ្រឿងផ្សំរបស់យើងបាទគេហៅថាម្ទេសម៉ត់ណាបងណាបាទម្ទេសឆាម្ទេសឆ្អើម៉ត់ហើយយើងមានគ្រឿងទេសរបស់យើងបុកវាបញ្ចូលគ្នាម៉ត់អញ្ចឹងមកបាទមានខ្ទឹមសខ្ទឹមហមដីល្មៀតក្រូចសើចអញ្ចឹងណាបងប្អូនយើងហើយយើងមានជាមួយនឹងបាទរះព្រៅបងប្អូនណាបាទបេះស្មេកខ្ចីអញ្ចឹងមកអញ្ចឹងគ្រឿងផ្សំរបស់យើងមានប៉ុណ្្នឹងសម្រាប់ឆាគ្រឿងកង្កែបរបស់យើងហ្នឹងស្រួលទេបន្ទាប់មកបាទយកខ្ទះដាក់លើចង្ក្រានរបស់យើងមកហើយចាក់ខ្លាញ់មកបន្ទាប់មកដាក់ជាមួយម្ទេសម៉ត់របស់យើងឆាជាមួយនឹងខ្លាញ់របស់យើងមកឆាបន្តិចមកឈ្ងុយហើយយើងចាប់ដើមធ្វើការដាក់ជាមួយនឹងគ្រឿងទេសដែលយើងបានបុកម៉ត់បញ្ចូលគ្នាហ្នឹងបើសិនជាបុកក៏បុកទៅបើសិនជាកិនក៏កិនទៅបងប្អូនណាបាទអញ្ចឹងយើងឆាម្ទេសរបស់យើងជាមួយគ្រឿងទេសរបស់យើងហ្នឹងឲ្យបានឈ្ងុយចូលគ្នាមកបាទឆាត្រឡប់បន្តិចទៅគ្រឿងទេសរបស់យើងគឺស្ងួតហើយបងប្អូនណាបើសិនជាបើយើងកិនវាមានទឹកតាមថាយើងបុកនឹងស្ងួតអញ្ចឹងឆាឲ្យឈ្ងុយស្ងួតអញ្ចឹងមកយើងចាប់ដាក់ជាមួយកង្កែបរបស់យើងចូលមកសាច់កង្កែបរបស់យើងនេះណាយើងដាក់កង្កែបរបស់យើងចូលហើយយើងកុំកន្តើយចាប់ដើមធ្វើការឆាកង្កែបរបស់យើងជាមួយនឹងគ្រឿងទេសរបស់យើងហ្នឹងឲ្យបានបាទសពចូលគ្នាមកដើម្បីឲ្យកង្កែបរបស់យើងហ្នឹងវាប្រឡាក់ស្អិតជាប់ជាមួយនឹងគ្រឿងទេសរបស់យើងហ្នឹងបាទគឺឈ្ងុយជាប់នឹងកង្កែបរបស់យើងហ្មងបាទគ្រឿងទេសរបស់យើងណាដល់ពេលដែលវាឈ្ងុយហើយយើងបាទឆាត្រឡប់មកកង្កែបរបស់យើងមកគឺចូលជាតិចូលជើងនេះហ្មងអញ្ចឹងកុំចាំយូរទៀតឡើយបាទមើលតែចូលជាតិគ្នាហើយចាប់ដាក់ជាមួយម្សៅស៊ុបបាទទឹកត្រី2ជ្រោយមកបន្តមកទៀតយើងមានជាមួយប្រេងខ្យង 4-5 ជ្រោយបាទបងប្អូនណាបាទដាក់គ្រឿងផ្សំនេះទៅតាមតម្រូវការទៅតាមការចូលចិត្តតើមកស្ករសក៏ដូចជាប៊ីចេនឹងឯងក្រោយពីបង់គ្រឿងផ្សំចូលមកក្នុងឆាគ្រឿងកង្កែបរបស់យើងនេះរួចរាល់ហើយបងប្អូនយើងកុំកន្តើយធ្វើការឆាត្រឡប់គ្រឿងផ្សំរបស់យើងជាមួយនឹងឆាគ្រឿងកង្កែបរបស់យើងហ្នឹងឲ្យបានឆ្អិនសព្វចូលគ្នាមកយើងឆាត្រឡប់ឲ្យយូរតិចណាដើម្បីឲ្យគ្រឿងផ្សំក៏ដូចជាកង្កែបរបស់យើងហ្នឹងវាចូលជាតិគ្នាបានល្អបានតិចក្រោយមកបន្ទាប់ពីគ្រឿងកង្កែបរបស់យើងហ្នឹងបានចូលជាតិចូលជើគ្នាហើយបងប្អូនយើងធ្វើការបន្ថែមទឹកបាទដើម្បីធ្វើការរំងាស់ឲ្យកង្កែបរបស់យើងហ្នឹងវាឆ្អិនបានល្អអញ្ចឹងបងណាបាទយើងបន្ថែមទឹកបន្តិចទៅដើម្បីឲ្យកង្កែបរបស់យើងវាបានឆ្អិនគ្នាជាមួយនឹងគ្រឿងផ្សំក៏ដូចជាគ្រឿងឆាគ្រឿងកង្កែបរបស់យើងទាំងមូលនឹងឯងអញ្ចឹងរងចាំមកអំពុះឬក៏ពីអំពុះរហូតតតែកង្កែបរបស់យើងបានឆ្អិនអញ្ចឹងណានៅពេលដែលកង្កែបរបស់យើងបានឆ្អិនហើយយើងធ្វើការភ្លក់ទៅលើរសជាតិទៅថាតើរសជាតិកង្កែបឆាគ្រឿងរបស់យើងរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយនៅបើសិនជារសជាតិបាទត្រឹមត្រូវតាមការចូលចិត្តហើយបងប្អូនយើងកុំចាំយូរទៀតឡើយធ្វើការដាក់ជាមួយនឹងម្រះព្រៅរបស់យើងមកដើម្បីបង្កើតក្លិនឈ្ងុយដូចជារសជាតិឆ្ងាញ់ទៅលើឆាគ្រឿងកង្កែបរបស់យើងនឹងឯងអញ្ចឹងដោយតែបងប្អូនយើងកំពុងតែឃើញអញ្ចឹងឆាគ្រឿងកង្កែបរបស់យើងបន្ទាប់ពីយើងរៀបចំគ្រឿងផ្សំរួចរាល់ហើយណាយើងឆាតាមមួយផ្លែទៅគឺបានញ៉ាំហើយមិនជាយូរទេបាទឲ្យតែយើងចេះផ្សាយផ្សំគ្រឿងផ្សំឲ្យត្រូវរសជាតិបាទត្រូវតាមការចូលចិត្តទៀតដឹងតែឆាគ្រឿងកង្កែបរបស់យើងនេះកាន់តែពិសេសតែម្ដងញ៉ាំជាមួយបាយក្តៅឬក៏អាជាក់ជុំគ្នាពី2នាក់ហ្នឹងពិសេសតែម្ដងមកអែមហ្មងណាចឹងឆាគ្រឿងកង្កែបរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអធិស្ឋានបើសិនជាការថាតែបាយលើលោកខ្វះខាតក៏ដូចជាខុសឆ្គងត្រង់ពាក្យពេចន៍ណាមួយជួយចុចវីដេអូនេះកុំភ្លេចជួយ follow page ម្នាក់មួយបងប្អូនយើងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ